สมัยนี้บรออายุจับปี30ឆ្នាំឡើងស្រីលេងមើលសម្រស់ខាងក្រៅទៀតហើយមុនស្នេហ៍ពិតគឺកើតចេញពីតម្លៃទាំង5នេះថ្មិចបើកឈានដល់វ័យ30ឆ្នាំទៅហើយភាពយុវវ័យសម្រស់ស្រស់សង្ហាមិនត្រូវការជាចាំបាច់សម្រាប់ស្រីសម័យថ្មីឡើយជាក់ស្ដែងដោយការចែករំលែករបស់ទំព័រ Facebook សវត្តនៅក្នុងសម័យនេះបរោះមានអាយុដែលឈានដល់វ័យ30ឆ្នាំឡើងហើយត្រូវមានលុយចំណេះដឹងនិងភាពម៉ត់ចត់ទើបស្រីស្រឡាញ់ព្រោះវ័យនេះគេលេងមើលសម្រស់ខាងក្រៅទៀតហើយគេមើលលើសមត្ថភាពរបស់អ្នកតើអ្នកអាចមើលថែហើយអាចចិញ្ចឹមគេរស់បានឬអត់បើអ្នកគ្មានគុណសម្បត្តិទាំងនេះទេអ្នកពិបាករកគូបន្តិចហើយកុំសួរខ្លួនឯងថាហេតុអ្វីគ្មានអ្នកស្រឡាញ់ខ្ញុំត្រូវសួរខ្លួនឯងថាខ្ញុំមានអ្វីឲ្យគេស្រឡាញ់ឬនៅបរិបទដែលឈានចូលវ័យលើសពី30ឆ្នាំឡើងហើយនឹងមិនមានទៀតទេពាក្យថាសង្ហាឬអាក្រក់ពោលគឺមានតែពាក្យថាមានឬក្រតែប៉ុណ្ណោះក្នុងលោកនេះគ្មានអ្វីដែលតាក់ទាញចិត្តនារីខ្លាំងជាងបរិបទដែលមានភាពចាស់ទុំមានគោលដៅជីវិតច្បាស់លាស់និងមានលក្ខណៈការពារផ្ដល់ភាពកក់ក្ដៅដល់មនុស្សដែលគេស្រឡាញ់នោះឡើយកាលនៅក្មេងយើងអាចប្រើរូបរាងដើម្បីទាក់ភ្នែកប៉ុន្តែនៅពេលឈានចូលដល់វ័យដែលត្រូវកសាងអនាគតតម្លៃពិតដែលចេញពីភាពជោគជ័យនិងសមត្ថភាពហិរញ្ញវត្ថុគឺជាមន្តស្នេហ៍ដ៏មានអំណាចបំផុតដែលមិនអាចកាត់ថ្លៃបាន1សម្រស់នៃទំនួលខុសត្រូវសម្រាប់បុរសវ័យ30ឆ្នាំឡើងគ្រឿងសម្អាងដែលថ្លៃបំផុតគឺទំនួលខុសត្រូវគ្មានមន្តស្នេហ៍ណាដែលតាក់ទាញជាងស្មាដ៏រឹងមាំដែលអាចរ៉ាប់រងរាល់បញ្ហានិងបាត់ដៃដែលពោពេញដោយស្នាមកកិតដើម្បីសេចក្តីសុខរបស់គ្រួសារនោះទេភាពសង្ហាពិតប្រាកដគឺស្ថិតនៅលើភាពជាបង្អែកមិនមែននៅលើសម្បកខាងក្រៅនោះឡើយ2ហិរញ្ញវត្ថុគឺជាទឹកអប់នៃសេចក្តីថ្លៃថ្នូរក្នុងវ័យនេះលុយកាក់មិនមែនត្រឹមតែជាក្រដាសសម្រាប់ចាយវាយនោះទេប៉ុន្តែវាគឺជាទឹកអប់ដែលផ្ដល់នូវក្លិនក្រអូបនៃសេចក្តីថ្លៃថ្នូរនិងអំណាចនៃការសម្រេចចិត្តបរិបទដែលគ្មានឯករាជ្យភាពហិរញ្ញវត្ថុគឺប្រៀបដូចជាឡានសេរីទំនើបដែលគ្មានសាំងទោះបីមើលទៅស្អាតក៏គ្មាននរណាចង់ជិះជាមួយដែរ3មន្តស្នេហ៍នៃភាពស្ងប់ស្ងាត់បរិបទដែលមានតម្លៃខ្ពស់មិនមែនជាអ្នកដែលនិយាយបង្អួតពីខ្លួនឯងឡើយប៉ុន្តែជាអ្នកដែលស្ងប់ស្ងាត់ហើយបង្ហាញលទ្ធផលក្នុងវ័យ30ឆ្នាំឡើងការគ្រប់គ្រងអារម្មណ៍និងការចេះស្ដាប់ឲ្យច្រើនជាងនិយាយគឺជាមន្តស្នេហ៍ដ៏មានអំណាចដែលធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍ថាអ្នកជាមនុស្សជ្រៅជ្រះនិងគួរឲ្យគោរព4ឈប់ដេញចាប់មេអំបៅតែត្រូវដាំសួនផ្កាជំនួសឲ្យការចំណាយពេលដេញតាមសេចក្តីស្រឡាញ់ដែលមិនច្បាស់លាស់ចូលចំណាយពេលសាងខ្លួនឯងឲ្យមានតម្លៃនៅពេលដែលអ្នកខ្លាយជាសួនផ្កាដ៏ស្រស់បំព្រងនិងសម្បូរបែបមេអំបៅឱកាសមិត្តភាពនិងមនុស្សស្រីល្អនឹងហោះចូលមករកអ្នកដោយឯងមិនចាំបាច់ហត់នឿយដេញតាមនោះឡើយ5តម្លៃរបស់បុរសកំណត់ដោយទំហំបញ្ហាដែលគេអាចដោះស្រាយបានពិភពលោកមិនដែលផ្ដល់តម្លៃឲ្យបុរសដែលពូកែត្អូញត្អែនោះទេបុរសវ័យ30ឆ្នាំឡើងត្រូវវាស់វែងតម្លៃខ្លួនឯងទៅលើដំណោះស្រាយដែលគេផ្ដល់ឲ្យកាន់តែពូកែដោះស្រាយបញ្ហាឲ្យអ្នកដទៃនិងគ្រួសារអ្នកនឹងកាន់តែមានតម្លៃនិងមានឥទ្ធិពលបំផុតនៅក្នុងខ្សែភ្នែកមនុស្សគ្រប់គ្នាវ័យនេះនៅមិនទាន់ហួសពេលនោះទេអាចអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនបន្តទៀតបាន